បាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងខ្ញុំសូមបន្តផ្ដល់ជូននៅព័ត៌មានជាតិសំខាន់ជាបន្តទៀតដើម្បីជាការលើកទឹកចិត្តដល់រោងចក្រកាត់ដេរនិងបងប្អូនកម្មករកម្មការិនីដែលកំពុងបំពេញការងារក្នុងរោងចក្រកាត់ដេរ Sin Hong Peng Cambodia Co Ltd ដែលបានបើកដំណើរការជាផ្លូវការនៅក្នុងភូមិអណ្ដោកឃុំកណ្ដោលជ្រុំស្រុកពញាក្រែកខេត្តត្បូងឃ្មុំអាយុដំប៉ែនកុសលអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជួបសំណេះសំណាលនិងពិសាអាហារសាមគ្គីកាលពីថ្ងៃទី10ខែឧសភាឆ្នាំ2025ជាមួយការដាក់សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនិងជួបសំណេះសំណាលនាឱកាសនោះអាយុដំប៉ែនកុសលអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍លើកឡើងថាការវិនិយោគផ្សេងៗក្នុងទឹកដីខេត្តត្បូងឃ្មុំគឺជាឱកាសមួយយ៉ាងសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូលព្រោះថារោងចក្រមួយកន្លែងនេះអាចផ្ដល់ឱកាសការងារទទួលបានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារដោយមិនចាំបាច់ធ្វើចំណាកស្រុកឆ្ងាយពីផ្ទះទៅរកការងារធ្វើជាមួយនឹងឱកាសល្អបែបនេះអាយដាមប៉ែនកុសលក៏បានសំណូមពរដល់បងប្អូនកម្មករកម្មការិនីទាំងអស់ត្រូវខិតខំបំពេញការងារឲ្យបានល្អដោយមិនត្រូវខ្ជិលឬបង្កភាពអនាធិបតេយ្យនោះទេដូចគ្នាខាងរោងចក្រក៏មិនត្រូវគៀបសង្កត់មកលើបងប្អូនកម្មករកម្មការិនីខុសពីច្បាប់ការងារនោះដែរពោលគឺខាងកម្មករត្រូវខិតខំប្រឹងប្រែងធ្វើការងារឲ្យបានល្អចំណែកខាងរោងចក្រត្រូវអនុវត្តតាមច្បាប់ការងារឲ្យបានត្រឹមត្រូវចំណែកអាជ្ញាធរខេត្តមន្ទីរពាក់ព័ន្ធគឺចាំបាច់ជួយគាំពារទាំងខាងកម្មករកម្មការិនីនិងខាងរោងចក្រដើម្បីធ្វើយ៉ាងណាឲ្យដំណើរការបានល្អប្រយោជន៍ទទួលបានទាំងសងខាងនៅក្នុងឱកាសនោះផងដែរអាយដាមប៉ែនកុសលអភិបាលខេត្តត្បូងឃ្មុំក៏បានស្នើដល់ខាងរោងចក្រត្រូវរៀបចំកន្លែងទទួលទានអាហារឲ្យបានសមរម្យរៀបចំធ្វើបន្ទប់ទឹកបន្ថែមពិសេសគឺក្នុងរោងចក្រត្រូវរៀបចំធានាឲ្យបានថាមានផាសុកភាពមិនប៉ះពាល់ដល់សុខភាពកម្មករកម្មការិនីក្នុងនោះត្រូវមានក្រុមគ្រូពេទ្យសម្រាប់ជួយសង្គ្រោះបឋមផងដែរបើយោងតាមរបាយការណ៍របស់តំណាងរោងចក្របានឲ្យដឹងថាសប្តាហ៍ថ្ងៃនេះរោងចក្រមានកម្មករកម្មការិនីបំពេញការងារជាង500នាក់ហើយនៅថ្ងៃអនាគតអាចបង្កើនកម្លាំងពលកម្មរហូតដល់700នាក់សម្រាប់សម្លៀកបំពាក់ដែលផលិតបានគឺនាំចេញទៅលក់នៅសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបនិងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ី